នេះគឺជាអាហារពេលព្រឹករបស់ត្រីចចកហើយក្តាមមានរសជាតិស្រួយឈ្ងុយឆ្ងាញ់ជាប្រភពប្រូតេអ៊ីនដ៏ច្រើនតាមពិតទៅវាអាចរំលាយសត្វគ្រប់ប្រភេទដែលមានសម្បករឹងបានយ៉ាងងាយស្រួលសូម្បីតែរឹងជាងក្តាមក៏វាអាចធ្វើបានដោយការលាក់ខ្លួននៅក្នុងសារាយសមុទ្រត្រីចចកតែងតែរីករាយដោយសារតែមានអាហារដ៏ច្រើនសន្ធឹកសន្ធាប់នៅគ្រប់ទីកន្លែងសត្វសមុទ្រជាច្រើនប្រភេទដែលមិនដឹងពីវិធីនៅក្នុងការដោះស្រាយជាមួយទៅនឹងបន្លារបស់កម្មប្រមាសមុទ្រនេះទេក៏ប៉ុន្តែសម្រាប់ត្រីចចកវិញវាគឺជាអាហារដ៏ងាយស្រួលបំផុតនិងគួរឲ្យរីករាយផងដែរជាមួយទៅនឹងមាត់ធំរបស់វាកម្លាំងខាំដ៏ខ្លាំងក្លាត្រីចចកគឺមិនមានបញ្ហានៅក្នុងការកិនឲ្យកម្មប្រមានេះម៉ត់នោះទេជាការពិតណាស់បើសិនបើពួកវាធុញទ្រាន់ទៅនឹងរសជាតិដដែលនេះពួកវាក៏ផ្លាស់ប្ដូរទៅរកអ្វីផ្សេងម្ដងម្កាលដែរនៅក្នុងលក្ខខណ្ឌនៃរបៀបការរស់ត្រីចចកជាធម្មតាគឺមានដៃគូតែមួយគត់ហើយដៃគូរបស់វានឹងនៅជាមួយគ្នារហូតទៅដល់20ឆ្នាំពួកវានឹងជ្រើសរើសកន្លែងណាមួយលាក់ខ្លួនដើម្បីធ្វើជាជម្រកសម្រាប់ពួកវានិងចិញ្ចឹមកូនត្រីចចកញីអាចពងបានរាប់ម៉ឺនគ្រាប់នៅក្នុងពេលម្ដងនៅក្នុងអំឡុងពេលនៃការភ្ញាស់មេបាទាំងពីរគឺការពារកូនដោយយកចិត្តទុកដាក់យ៉ាងខ្លាំងរហូតដល់កូនតូចចុងក្រោយញាស់អស់នៅពេលដែលកូនតូចវាញាស់ឡើងមេបាក៏បានចាកចេញទៅខណៈពេលដែលត្រីចចកវ័យក្មេងបានចំណាយពេលប្រមាណឆ្នាំដំបូងរបស់ពួកវានៅឯទីទឹករាក់វាគឺហែទៅហែមកនៅតំបន់នោះប្រមាណជា 3-4 ឆ្នាំហើយពួកវាក៏ត្រឡប់មកតំបន់សារាយសមុទ្រនេះវិញដែលជាកន្លែងរបស់ពួកវាស្វែងរកដៃគូរៀងខ្លួនហើយបន្តវដ្តជីវិតដូចមេបារបស់វា